tỏ 484 he owes you a lot of money តែដល់ម៉េចគាត់ជាពាក់លុយអ្នកច្រើនម្លែងច្រឡោះអីដើម្បីបំពេញច្រឡោះហ្នឹងគឺ A doesn't he B isn't it C hasn't he D has he រើសចំណាយត្រឹមតោសិនមកយកអីយក A ហេតុអីមិនយក A ហ្នឹងមើល Present simple អាហ្នឹងយើងទៅរៀនណានៅផ្ទះខ្ញុំយប់ឡើងទៅរៀនថ្មីមួយមេរៀនពីរមេរៀនមុនណាអាហ្នឹងគេហៅអីមែនចាំហ៎អាក្លេកន្លែងបំពេញហ្នឹងគេហៅអីគេហ្នឹងហើយវាជា short form របស់ប្រយោគសំណួរតែឈ្មោះសំណួរគេហៅសំណួរអីគេគេហៅថា question tag ណា question tag ហើយរបៀបសម្គាល់ថាប្រយោគមួយជាប្រយោគមាន question tag បាទយើងមើលហើយដល់សំណងរបស់វាគឺដំបូងគឺយើងមានប្រយោគពេញលេញមួយដែលគេហៅថា statement ណា statement ប្រយោគពេញលេញមួយហើយបន្ទាប់ពី statement ហ្នឹងមានសញ្ញា comma សញ្ញាក្បៀសណាសញ្ញាក្បៀសអង់គ្លេសហៅថា comma ហើយបន្ទាប់ក្បៀសហ្នឹងហើយគឺនេះវាមានអាក្លេសំណួរនេះដែលគេហៅថា tag ហើយ tag នឹងមានទម្រង់ពីរយ៉ាងវាផ្អែកទៅលើថា tag ត្រូវស្របឬក៏បដិសេធដែល tag នឹងទម្រង់របស់វាមានទម្រង់ជាប្រយោគសំណួរកាលណាសំណួរវាត្រូវមាន auxiliary verb ជាសាច់ជំនួយនៅពីមុខ subject ចឹងមក auxiliary subject អាហ្នឹងគឺ tag ស្របហើយបើ tag នឹងបដិសេធយើងគ្រាន់តែអីគេ tag មកក្រោយ auxiliary មក auxiliary not សិនចាំ subject ហើយ tag នេះយើងយកស្របឬក៏យកបដិសេធវាអាស្រ័យទៅលើ statement នៅវាបញ្ជាក់គ្នាបើ statement នឹងស្របtag របស់យើងបដិសេធបើ statement ហ្នឹងបដិសេធ tag នឹងយើងយកស្របបញ្ច្រាស់គ្នាឥឡូវ statement ប្រយោគរបស់យើងស្របกับบដិសេធបើស្របអញ្ចឹងយើងយក tag បដិសេធគឺឥឡូវហើយ oxy របស់វាគឺយើងមើលតាម statement ដែរយើងមើល statement ហ្នឹងវាមាន oxy នៅអត់មានទេ statement របស់យើងគឺ present simple he owes កាលណា present simple យើងរើស do dash យកទៅជួយកន្លែងគេសាច់ជំនួយហ្នឹងណាហើយរៀង do dash រើសយកអីគេមើល subject មើលបាទ subject វាគឺ he subject វា he បើ he យើងត្រូវយក dash ហើយ dash ពេលសំមួយ not ទៅជាអីគេ doesn't អញ្ចឹងដូចចម្លើយមួយណាបាទដូចចម្លើយ A បាទអញ្ចឹងយើងមើលថាត្រូវបានមិនខ្វល់ខុសទេបាទព្រោះចម្លើយត្រូវមែនមួយហ្នឹងតែខុសពីហ្នឹងខុសហើយបើអញ្ចឹងម្ដងទៀតចម្លើយតាមត្រូវរបស់យើងគឺចម្លើយ A doesn't he ហើយអា question tag ហ្នឹងយើងមិនបាច់ខ្វល់ថាប្រធានវាអី oxy អីទេអត្ថន័យរបស់វាដូចគ្នាទាំងអស់យើងអាចបកប្រែថា main អត់ចឹងអត់ត្រូវអត់ណាអញ្ចឹងប្រយោគរបស់យើងពេលដាក់ទៅវាទៅជា he owes you a lot of money គាត់ជាពាក់លុយអ្នកច្រើនមែនអត់